ម៉ូតូឬក៏ឡានដែលប្រើប្រាស់ផ្លាកលេខคล้ายៗមានតោអត់បងប្អូនទាំងនេះកុំភ្លេចជួយ share កុំភ្លេចជួយ follow page បានច្រើនដើម្បីទទួលបានព័ត៌មានថ្មីៗនិងបទពិសោធន៍ថ្មីអំពី page របស់ខ្ញុំបាទបងប្អូនទាំងនេះបើតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាការប្រើប្រាស់ផ្លាកលេខคล้ายៗបំពាក់ទៅលើម៉ូតូបំពាក់ទៅលើឡានឬបំពាក់ទៅលើយានជំនិះផ្សេងៗដែលខុសពីសំណៅដើមគឺខុសច្បាប់បើតាមក្រមព្រហ្មទណ្ឌបាទមាត្រាទី630បានបញ្ជាក់ថាបទប្រើប្រាស់ឯកសារសាធារណៈក្លែងគឺខុសច្បាប់ចាំមើលខ្ញុំអានឲ្យស្ដាប់ណាកុំភ្លេចស្ដាប់មួយមាត្រាទី630បទប្រើប្រាស់ឯកសារសាធារណៈក្លែងការប្រើប្រាស់ឯកសារក្លែងដែលមានចែងក្នុងមាត្រាចាប់ពី629បទក្លែងបន្លំឯកសារសាធារណៈនៃក្រមនេះត្រូវផ្ដន្ទាទោសបាទផ្ដន្ទាទោសជាប់ពន្ធនាគារពី2ឆ្នាំបាទជាប់ពន្ធនាគារពី2ឆ្នាំណាគ្រាន់តែបន្លំណាយករបស់ខ្លាំងៗបំពាក់គឺជាប់ទោសបាទ2ឆ្នាំទៅបាទ5ឆ្នាំទៅ5ឆ្នាំទៀតពី2ឆ្នាំទៅ5ឆ្នាំគាត់តែយើងខ្លែងឯកសារណានិងពិន័យជាទឹកប្រាក់4លានរៀលទៅ10លានរៀលទៀតអាហ្នឹងបើសិនជាយើងប្រើប្រាស់ឯកសារខ្លែងបាទអញ្ចឹងនេះគឺជាទោសក្រមព្រហ្មទណ្ឌណាបងប្អូនទៅ10លានរៀលអញ្ចឹងមានន័យថាចេះមាត្រាទី630ចងបាទចងយ៉ាងច្បាស់ហើយមាត្រាដែលចងគឺចាប់ពីបាទ629ទៅរហូតដល់630បាទបទប្រើប្រាស់ឯកសារសាធារណៈក្លែងគឺបងប្អូនអរគ្នាអ្នកដែលមានម៉ូតូអ្នកដែលមានឡានឬក៏អ្នកមានយានជំនិះផ្សេងៗដែលមានស្លាកលេខបាទហើយយើងយកស្លាកលេខទិញពីចោលយើងឲ្យអ្នកដតីធ្វើឲ្យដើម្បីពាក់ឲ្យសង្ហាហើយយកបាទយានជំនិះរបស់យើងម៉ូតូឬឡានហ្នឹងទៅប្រព្រឹត្តបទល្មើសបាទគេចាប់បានហើយគេដឹងថានឹងជារបស់ខ្លាំងខ្លាយគឺបុគ្គលនឹងមានទោសបាទគឺខ្លែងឯកសារសាធារណៈជាប់គុកពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យបាទពី4លានរៀលទៅ10លានរៀលបងប្អូនអរគ្នាអញ្ចឹងបានខ្ញុំនិយាយថាមានរបស់កុំចេះតែដាក់ពិសេសកុំទិញពីចោលបាទកុំទិញផ្លាកលេខពីចោលឃើញនេះស្អាតអីច្រឡំទិញពីចោលអីយកដាក់លើម៉ូតូដាក់ឡានហ្នឹងគេចាប់បានចោលហើយដឹងត្រូវហើយបាទប៉ក់ហ្មងបាទហើយពិសេសហ្នឹងឲ្យអ្នកដែលធ្វើណាឆ្នៃធ្វើលេខនេះចេះចុះជប់ហើយធ្វើលេខពិសេសដូចអ្នកមានអីអាហ្នឹងក៏ជាប់ដែរអញ្ចឹងបងប្អូនអរគ្នាការខ្លែងឯកសារបាទហើយនឹងការខ្លែងស្លាកលេខគឺមានទោសបងប្អូនមិនមែនជាលេខសើចទេខ្ញុំឃើញយុវវ័យមួយចំនួនគាត់បដោតមែនតើអ្នកខ្លះគាត់លេងគាត់យកមកដាក់ហ្មងប៉ុន្តែគាត់ដឹងថាហ្នឹងជាអំពើខុសច្បាប់ឯអាហ្នឹងបើសិនគេចាប់បានឬក៏គេមានទោសផ្សេងមួយដែលគេត្រូវចងអាហ្នឹងគេចាប់ដល់ហ្នឹងគឺទោសធ្ងន់ហ្មងហើយអស់លុយច្រើនទៅពីណីណាអញ្ចឹងពេលដែលបងប្អូនទិញឲ្យបងប្អូនពិនិត្យផ្លាកលេខបាទទិញម៉ូតូទិញឡានបងប្អូនពិនិត្យផ្លាកលេខជាមួយកាតេហ្គ្រីបើខុសអាហ្នឹងកុំយកបាទព្រោះអាហ្នឹងអាចជារបស់ចោលអញ្ចឹងអរគុណបងប្អូនបងប្អូនអរគ្នាកុំភ្លេចជួយ share កុំភ្លេចជួយ follow page បាទដើម្បីទទួលបានព័ត៌មានល្អៗបាទអរគុណបងប្អូនអរគ្នា